សូមគោរពជំរាបសួរបងប្អូននិងយុវតីយុវសិស្សនិងគ្រប់វ័យទាំងអស់បាទនេះគឺជារបាយការណ៍បច្ចុប្បន្នភាពនៃស្ថានភាពមេរោគអេដស៍និងជំងឺអេដស៍នៅក្នុងឆ្នាំ2024នៅក្នុងប្រទេសកម្ពុជារហូតដល់បច្ចុប្បន្នកាលនេះយើងឃើញរហូតដល់1200ករណីឆ្លងថ្មីក្នុងចំណោមមនុស្សពេញវ័យបាទអញ្ចឹងក្មេងក្រោមអាយុចន្លោះពី15ឆ្នាំរហូតដល់24ឆ្នាំឡើងរហូតដល់44%បាទសម្រាប់បុរសគឺ427នាក់44%សម្រាប់ស្ត្រី119នាក់47%បាទអញ្ចឹងខ្ញុំនឹងធ្វើការចែករំលែកអំពីស្ថានភាពឬក៏មុខសញ្ញានៃរោគសញ្ញារបស់ពីជំងឺអេដស៍ឬក៏ជំងឺ HIV បាទតើមេរោគអេដស៍មានរោគសញ្ញាយ៉ាងដូចម្ដេចមេរោគអេដស៍ឬក៏ HIV មានរោគសញ្ញាផ្សេងពីគ្នាអាស្រ័យទៅលើបុគ្គលម្នាក់និងដំណាក់កាលនៃជំងឺដែលអ្នកកំពុងមានដំណាក់កាលដំបូងនៃមេរោគអេដស៍ឬក៏ HIV មានរោគសញ្ញាក្នុងរយៈពេលពី2ទៅ4សប្តាហ៍ដំបូងបន្ទាប់ពីការឆ្លងមេរោគអេដស៍មនុស្សជាច្រើនបាទប៉ុន្តែមិនមែនទាំងអស់គ្នានោះទេមានរោគសញ្ញាដូចជាគ្រុនផ្ដាសាយដែលជារឿយត្រូវបានគេពិពណ៌នាថាជាជំងឺគ្រុនផ្ដាសាយដ៏អាក្រក់ដែលមិនធ្លាប់មានពីមុនមករោគសញ្ញានេះហៅថាសញ្ញានៃការឆ្លងមេរោគអេដស៍នៅក្នុងគ្រាដំបូងហើយវាជាការឆ្លើយតបនៃសារពាង្គកាយជាលក្ខណៈធម្មជាតិចំពោះការឆ្លងមេរោគអេដស៍រោគសញ្ញាមេរោគអេដស៍នៅដំណាក់កាលពេលឆ្លងដំបូងរួមបញ្ចូលនៅសញ្ញាដូចតទៅនេះទី1គ្រុនក្តៅទី2ហើមក្រពេញទី3រលាកបំពង់កទី4រលាករោលនិងកន្ទួលស្បែកទី5អស់កម្លាំងល្ហិតល្ហៃទី6ឈឺសាច់ដុំនិងសន្លាក់ឆ្អឹងទី7ឈឺក្បាលរោគសញ្ញាទាំងអស់នេះអាចកើតឡើងចាប់ពី2-3ថ្ងៃរហូតដល់3-4សប្តាហ៍ទោះជាយ៉ាងណាក្តីក៏ដោយអ្នកមិនគួរសន្មតថាអ្នកមានផ្ទុកមេរោគអេដស៍នោះទេប្រសិនបើអ្នកមានសញ្ញាទាំងអស់នេះព្រោះថាសញ្ញានីមួយៗនៃរោគសញ្ញាទាំងអស់នេះអាចបណ្ដាលមកពីជំងឺផ្សេងៗក៏បានផ្ទុយទៅវិញមិនមែនមនុស្សគ្រប់រូបដែលឆ្លងមេរោគអេដស៍សុទ្ធតែមានប្រតិកម្មឆ្លើយតបទៅនឹងសារពាង្គកាយនោះទេដែរមនុស្សជាច្រើនឆ្លងមេរោគអេដស៍ហើយមិនចេញរោគសញ្ញាអ្វីទាំងអស់នៅក្នុងរយៈពេល10ឆ្នាំច្រើនជាងនេះអ្នកអាចដឹងទេថាតើអ្នកមានផ្ទុកមេរោគអេដស៍ដោយសារតែរោគសញ្ញានោះទេមធ្យោបាយតែមួយគត់ដែលធ្វើឲ្យអ្នកនឹងពិតប្រាកដជាអ្នកមានផ្ទុកមេរោគអេដស៍ឬអត់គឺការធ្វើតេស្តឈាមគឺជាការមានសារៈសំខាន់ដែលអ្នកត្រូវចងចាំមានឬគ្មានរោគសញ្ញាក៏ដោយអ្នកត្រូវតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្ពស់ជាងជាពិសេសមួយនៅក្នុងការចម្លងមេរោគអេដស៍ HIV ទៅឲ្យដៃគូរួមភេទឬគួរប្រើប្រាស់ថ្នាំញៀនរបស់អ្នកនៅក្នុងកំឡុងពេលនោះផងដែរព្រោះថាក្នុងលំហូរឈាមរបស់អ្នកមានកម្រិតមេរោគអេដស៍ HIV ខ្ពស់នៅដំណាក់កាលនោះមានសារៈសំខាន់ណាស់ក្នុងការបន្ថយហានិភ័យនៃការឆ្លងមេរោគអេដស៍ផងដែរបាទអញ្ចឹងរោគសង្ហាមិនប្រកាសថាគ្មានមេរោគអេដស៍នោះទេបាទចំណុចដែលសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាត្រូវដឹងនោះគឺបាទខ្ញុំនឹងធ្វើការសង្ខេបម្ដងទៀតរោគសញ្ញានៃជំងឺអេដស៍ HIV ឬក៏ AIDS រោគសញ្ញាដំបូងបន្ទាប់ពីឆ្លងពី2ទៅ4សប្តាហ៍អាចមានរោគសញ្ញាដូចជាគ្រុនផ្ដាសាយឬក៏ជាមានអាការៈផ្ដាសាយមានក្តៅខ្លួនឈឺក្បាលឈឺបំពង់កហើមកូនកណ្ដុរអស់កម្លាំងឈឺសាច់ដុំនិងមានកន្ទួលនៅលើស្បែកឬក៏មានអាការៈរាគផ្សេងរោគសញ្ញាបន្ទាប់បន្សំបើមិនបានព្យាបាលអាចមានរោគសញ្ញាដូចខាងក្រោមនេះ1ស្រកទម្ងន់ខ្លាំង2គឺពិបាកនៅក្នុងការបញ្ឈប់នៃការទទួលទាននៅពេលយប់បាទក្តៅខ្លួនរ៉ាំរ៉ៃរាគរ៉ាំរ៉ៃអស់កម្លាំងខ្លាំងផ្សិតនៅក្នុងមាត់ក្អកយូរឆ្លងមេរោគផ្សេងជាញឹកញាប់បាទចឹងវិធីបង្ការក្នុងការដែលយើងកុំឲ្យមាន HIV ឬក៏ AIDS គឺត្រូវប្រើប្រាស់ស្រោមអនាម័យមិនប្រើម្ជុលរួមគ្នាតេស្តជាប្រចាំព្យាបាលអ៊ុត
ឲ្យតាន់ពេលវេលាការឆ្លើយតបជាមួយនឹង HIV គឺជាវិធីដែលច្បាស់បំផុតទៅតាមមន្ទីរពេទ្យមណ្ឌលសុខភាពជាច្រើនផ្ដល់សេវាសម្ងាត់និងឥតគិតថ្លៃការរស់នៅជាមួយ HIV បច្ចុប្បន្ននេះ HIV អាចរស់នៅមានវេជ្ជបញ្ជាល្អនិងអាយុកាលល្អប្រសិនបើអ្នកលេបថ្នាំឲ្យបានទៀងពេលចូលលម្អខ្លួនឯងតេស្តពិនិត្យឈាមការពារខ្លួននិងអ្នកដទៃព្រោះជំងឺអេដស៍អាចការពារនិងព្យាបាលបានជួយធ្វើការ share ជួយធ្វើការ share និង follow page ម្នាក់មួយផងដែរបាទនេះគឺជាចំណុចសំខាន់សម្រាប់បងប្អូនឬក៏សិស្សានុសិស្សបាទជាពិសេសក្មេងចន្លោះពីអាយុ15ឆ្នាំឬក៏វ័យជំទង់រហូតដល់24ឆ្នាំគឺយើងមានឃើញការកើនឡើងខ្លាំងមែនតើ